ងាយភូតួឯកក្នុងរឿងភូមិខ្ញុំស្រស់ឆាតឆាយទំលាយប្រាប់ការពិតដោយមិនលាក់លៀមព្រោះដំណើរជីវិតក្រៅឆាកខុសគ្នាពីដំណើរជីវិតជាអ្នកសម្ដែងខណៈលោកបញ្ជាក់ប្រាប់ពីអារម្មណ៍ជាក់ស្ដែងក្នុងអំឡុងពេលរួមការងារមនុស្សធម៌លើកដំបូងជាមួយនឹងម្ចាស់ប្រេនក្លូតា X20 ជឿជាក់ថាប្រិមិត្តជាច្រើនប្រកាសជានៅចាំលោកឡុងវរៈយុទ្ធហៅនីភូដែលជាតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាពល្បីល្បាញក្នុងរឿងភូមិខ្ញុំស្រស់ឆើតឆាយចាក់បញ្ចាំងតាមរយៈកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍បាយ័ននាពេលកន្លងទៅក្រោយស្ងប់ស្ងាត់បាត់មុខពីសិល្បៈមួយរយៈធំថ្មីនេះលោកឡុងវរៈយុទ្ធក៏លេចវត្តមានសារជាថ្មីដែលបានបម្រើការងារនៅក្នុងហាងមួយកន្លែងហើយក៏កំពុងទទួលបានឱកាសការងារថតប្រម៉ូទឲ្យផលិតផលល្បីៗផងដែរយោងតាមរយៈវីដេអូជាច្រើនដែលបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គមនីភូហាក់បីទទួលបានឱកាសការងារជាច្រើនជាមួយនឹងម្ចាស់ប្រេនក្លូតា X20 ខណៈថ្មីនេះលោកបានចូលរួមធ្វើដំណើរទៅកាន់ខេត្តតាកែវដែលជាស្រុកកំណើតរបស់លោកស្រីគៀតសំណាងក្នុងការចុះធ្វើសប្បុរសធម៌នៅសាលារៀនមួយកន្លែងដែលដឹកនាំដោយម្ចាស់ប្រេនក្លូតា X20 ដោយផ្ទាល់ក្នុងនោះលោកស្រីគៀតសំណាងរួមទាំងក្រុមការងារបានសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូព្រមទាំងបានចែករំលែកក្តីស្រឡាញ់ទៅកាន់ក្មេងៗសិស្សសាលាមានសៀវភៅខ្មៅដៃសម្ភារៈសិក្សាជាច្រើនទៀតរួមទាំងថវិកាមួយចំនួនដើម្បីសម្រួលដល់ការសិក្សារបស់ក្មេងៗអ្វីដែលជាការកត់សម្គាល់លោកស្រីគៀតសំណាងតែងតែចូលរួមចំណែកជានិច្ចក្នុងកិច្ចការងារសង្គមដោយដកយកថវិកាមួយចំនួនដែលបានមកពីផលចំណេញនៃផលិតផលយកទៅធ្វើសប្បុរសធម៌ជួយអ្នកទីទល់ក្រចាស់ជរាដែលកំពុងខ្វះខាតជាដើមក្នុងនោះនីភូបានបង្ហាញអារម្មណ៍សប្បាយចិត្តរួចទម្លាយប្រាប់ការពិតដោយមិនលាក់លៀមព្រោះដំណើរជីវិតក្រៅឆាកខុសគ្នាពីដំណើរជីវិតជាអ្នកសម្ដែងដោយក្នុងនោះនីភូបានលើកឡើងថានេះជាលើកទី1សម្រាប់រូបលោកដែលបានចុះធ្វើកម្មវិធីសប្បុរសធម៌បែបនេះលោកពិតជាសប្បាយចិត្តណាស់ព្រោះកាលពីកន្លងទៅធ្លាប់តែធ្វើសប្បុរសធម៌បែបសម្ដែងក្នុងរឿងស្រាប់តែឥឡូវនេះបានធ្វើដោយផ្ទាល់ជាក់ស្ដែងពិតជាប្លែកសម្រាប់រូបលោកបន្ថែមពីនោះនីភូក៏បានកោតសរសើរថាជារឿងមួយដ៏ល្អដែលម្ចាស់ប្រេនក្លូតា X20 យកលុយចំណេញពីការលក់ផលិតផលមកធ្វើសប្បុរសធម៌ចែកជូនអ្នកខ្វះខាតបែបនេះបងប្អូនទាំងអស់គ្នាគាំទ្រផលិតផលក្លូតា X20 ស្មើនឹងជួយគាំទ្រឲ្យមានសកម្មភាពមនុស្សធម៌បន្តទៀតតែបងប្អូនគ្នាឥឡូវនេះពួកខ្ញុំចែកសភៅហើយនឹងចែកលោកគ្រូអ្នកគ្រូរួចហើយឥឡូវខ្ញុំមកសួរពីបងភូមានអារម្មណ៍មិនវិញពេលបានចែកហើយចឹងមានអារម្មណ៍សប្បាយចិត្តពេលបានចែកហើយចឹងព្រោះនេះខ្ញុំទុំមកឥឡូវមុនខ្ញុំថតរឿងជំចាច់ដែរប៉ុន្តែនេះមកលើកដំបូងទី1គាត់ថាពីលើកមុនគាត់ថតធ្វើទៀនតែក្នុងរឿងអត់ដែរធ្វើទៀនក្រៅរឿងហ្នឹងអានេះធ្លាប់ធ្វើទៀនក្នុងវត្តយ៉ាងរឿងចង់ឲ្យថានេះក្មេងៗចាសប្បាយអត់សប្បាយថ្ងៃក្រោយទៅទៀតអត់មកក្រោយមកទៀតអត់តែចែហៅមកចែហៅមកទៀតអូនិយាយថាយើងធ្វើដំណើរមកដល់ឆ្ងាយតាំងពីដបោមកតាំងពីដបោចាតាំងពីដបោមកដល់តកែនេះមិនចិត្តទេតាំងពីដបោបាទយើងជិះមកតាំងទាំងអស់គ្នាហ្នឹងគឺមកម្ដងហ្នឹងវាឆ្ងាយដែរហើយដល់ពេលទៅយើងមកយប់ទៀតដេកមកយប់ទៀតហើយថ្ងៃនេះពេលព្រឹកឡើងមកចែកបាទមានជូនពរដល់ក្រុមហ៊ុនក្លូតាខ្ញុំសូមជូនពរឲ្យក្រុមហ៊ុនក្លូតាកាន់តែរោទៅមុខបាយមានអីអរគុណទៅដល់ fan ដែលគាត់ខំជួយឆ្លាញ់អបនិយាយទៅចូលចិត្តបាយច្រើនមក fan ជូនពរគាត់អីចឹងណាបាទបងសូមអរគុណដល់ fan ទាំងអស់ដែលឆ្លាញ់ចូលចិត្តបងតាំងពីដើមបងប្អូនជួយគ្រប់គ្រងជាមួយនឹងលេក្លូតាដូចជាស្ប៉ាលេមុខអីហើយពួកខ្ញុំនឹងធ្វើសប្បុរសធម៌បន្ថែមទៀតបាទអញ្ចឹងកន្លែងណាខ្វះខាតកន្លែងណាដែលខ្វះគេហៅថាលទ្ធភាពទិញសភៅទិញអីចឹងបងប្អូនអាចខមមិនបានចា